ទី3គឺប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឃើញតែបង្ហាញយុទ្ធោបករណ៍ឃើញតែបង្ហាញយន្តហោះបង្ហាញដ្រូនមានអាដ្រូនដាក់គ្រាប់បែកតម្លាក់មានអារ៉ាក់ក្រោះបាទហើយបង្ហាញស្អីអត់ហ្នឹងខ្ញុំវាពិបាកខ្ញុំអាដាមទាសីហាប្រាប់ថាខ្ញុំគ្មានរ៉ាក់ក្រោះគ្មានអីខ្ញុំមានតែអាបាញ់រ៉ាក់ក្រោះអារ៉ាក់ក្រោះមួយគ្រឿង5លានខ្ញុំអានេះមួយដើម 100000 អាហ្នឹងដូចបាញ់ឆេះអាហ្នឹងដូចបើគិតពីការវិនិយោគអ្នករកស៊ីដាក់ទុនតិចបានផលច្រើនយើងយកអាហ្នឹងយន្តហោះមួយគ្រឿង20-30លានថែទាំទាំងអូពីលុតមមតប្រហាត់ចេះយើងដូចអាលើអាកជ្រួចយើងសំណាញ់មេឃហ្នឹងដូចមិនថ្លៃប្រមាណដែរបាទអានឹងអ្នកក្រគេវិនិយោគតាមអ្នកក្រប៉ុន្តែអ្វីដែលសំខាន់ហេតុអីបានជាកម្ពុជាមានគ្រឿងទាំងការពារប្រឆាំងរ៉ាក់ក្រោះទាំងការពារប្រឆាំងយន្តហោះភាគច្រើនគឺយើងរៀបចំទ័ពយើងដើម្បីការពារជាតិមិនមែនដើម្បីវាយលុកដណ្ដើមទឹកដីអ្នកណាគេទេអញ្ចឹងការរៀបចំរបស់យើងមានតែប៉ុណ្្នឹងហើយកំពុងតែអង្គុយគិតអារ៉ាក់ក្រោះមួយដាក់មកទៅអានឹងមិនគួរបើសិនជាបាញ់យើងឆេះយើងគួរឲ្យលើកទឹកចិត្តបងប្អូនប្រមាណអាហោះអានឹងអាស្អីនឹងបង្ហាញមកនឹងបើសិនបងប្អូនណាដាក់ឆេះតើលើកទឹកចិត្តគាត់ប្រមាណយើងគិតអានឹងទៅវិញកំពុងតែពិចារណាមិនមែនជាការប្រមាថប៉ុន្តែបើអ្នកបញ្ចេញបែបនេះហើយគម្រាមរបស់យើងសិតតែអីតបគេមកបាញ់តបខ្មែរធ្វើជីធ្វើអីអ្នកឯងថាចុះរឿងតាម Facebook ខ្ញុំមិនទេប៉ុន្តែសុំកុំប្រមាថឲ្យសោះកម្ពុជាមិនមែនចង់ធ្វើសង្គ្រាមទេយើងឆ្អែតហើយប៉ុន្តែបើសិនជាមានការបំពានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធយើងមានសមត្ថភាពគ្រប់គ្រាន់ហើយជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងនៅក្នុងការការពារទឹកដីទោះបីជាឧបករណ៍យើងមិនទំនើបខ្លាំងប៉ុន្តែទឹកចិត្តនិងឧបករណ៍បំពាក់គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការនិងបំផ្លាញកម្លាំងដែលចូលទន្ទ្រានទឹកដីរបស់យើងបាទនេះគឺជាការបាច់